បញ្ចប់មុខតំណែងមន្ត្រី2នាក់នៅខេត្តកំពង់ឆ្នាំងបន្ទាប់ពីមានរឿងរ៉ាវបង្កប់ភ្លើងសូឡាមួយដើមតម្លៃ8លានរៀលប្រមាណជា$2000បានល្បីខ្ទោខ្ទាពេញនគរបាលនិងបានលើកដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដោយសម្ដេចបវរធិបតីបានបញ្ជាឲ្យតាមដានរឿងនេះឲ្យបានច្បាស់លាស់នៅទីបំផុតអភិបាលខេត្តកំពង់ឆ្នាំងលោកស៊ុំសវណ្ណរិទ្ធបានសម្រេចបញ្ចប់មុខតំណែងលើមន្ត្រីចំនួន2នាក់តាមរយៈដីកាស្តីពីការបញ្ចប់មុខតំណែងមន្ត្រីរាជការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបង្ហាញឈ្មោះនិងតួនាទីមន្ត្រីចំនួន2នាក់ដែលត្រូវបានបញ្ចប់មុខតំណែងក្នុងនោះមានមួយលោកហងពិសីជាឧត្តមមន្ត្រីថ្នាក់លេខ3ពីនាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តកំពង់ឆ្នាំងមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីស្នាក់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្តកំពង់ឆ្នាំងទី2លោកវ៉ាន់ថេនឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ5ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្តមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំងគួរបញ្ជាក់ថាប្រហែលថ្ងៃមុននេះមានរឿងរ៉ាវមួយបានផ្ទុះនៅលើបណ្ដាញសង្គមដោយបង្កភ្លើងសូឡាមួយដើមត្រូវបានដាក់ដេញថ្លៃដែលមានតម្លៃរហូតដល់8លានរៀលឬស្មើនឹង$2000ធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំងនិងមានឆ្ងល់ថាតើបង្កភ្លើងសូឡានោះធ្វើពីអ្វីទើបមានតម្លៃខ្ពស់កប់ពពកដូចនេះខណៈដែលអ្នកជំនាញវេតម្លៃថាបង្កភ្លើងសូឡាមួយដើមនោះបើគិតពីតម្លៃទីផ្សារយ៉ាងច្រើនគឺត្រឹមតែ$60,000ឬក៏$150តែប៉ុណ្ណោះដោយឥឡូវនេះទាំងគូឆ្នាំងនិងទាំងគម្របឆ្នាំងក្តៅស្មើគ្នាហើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំជាបន្ទាន់ដល់អភិបាលខេត្តកំពង់ឆ្នាំងត្រូវត្រួតពិនិត្យមើលករណីបង្កប់ភ្លើងសូឡាមួយដើមមានតម្លៃរហូតដល់8លានរៀលឬស្មើនឹង$2000ដែលបានដាក់ដំឡើងនៅក្នុងឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងប្រហែលថ្ងៃនេះឃើញអារឿងស្អីបកគោភ្លើង$2000ស្អីដែរបើអាហ្នឹងហេតុផលយ៉ាងម៉េចត្រូវមើលខេត្តត្រូវមើលពិនិត្យមើលតើមានហេតុផលយ៉ាងម៉េចស្អីយ៉ាងណាគាត់ថាអាហ្នឹងគេដាក់ខ្ពស់ដើម្បីដេញថ្លៃតែតម្លាក់ថ្លៃលូថ្លៃអីទៅខ្ញុំមិនដឹងទេប៉ុន្តែត្រូវពង្រឹងបាទព្រោះឥឡូវវិមាជការមិនមែនវិមាជការតែសិទ្ធទេវិមាជការមិនថាវិមាជការសិទ្ធស្នើទេវិមាជការទាំងសិទ្ធចាយទៀតបាទការគ្រប់គ្រងដើម្បីផ្ដល់ទៅឲ្យក្រោមអញ្ចឹងសូមមើលកិច្ចការទាំងអស់នេះដើម្បីបង្កើននៅទំនុកចិត្តហើយបានផលច្រើនទៅដល់មូលដ្ឋានទៅដល់ប្រជាពលរដ្ឋរបស់យើងនេះគឺជាគោលនយោបាយដែលយើងត្រូវដាក់ចេញដែលខ្ញុំនិយាយថាបរិស្ថានពីរសំខាន់សន្តិភាពស្ថិរភាពសន្តិសុខត្រូវតែធ្វើជាប្រចាំទី2គោលនយោបាយដែលត្រូវដាក់ចេញគោលនយោបាយលើកទឹកចិត្តគេមកត្រូវហើយប៉ុន្តែគោលនយោបាយសំខាន់គឺឲ្យសេវាការដោះស្រាយភ្ញៀវដែលមកមានភាពកក់ក្ដៅហើយគេទៅបោពេលវេលាភាពស្មុគស្មាញបញ្ហាដោះឲ្យបានមិនមែនតែអ្នកវិនិយោគឬទេសចរដែលមកលេងទេអ្នកនៅក្នុងខេត្តប្រជាពលរដ្ឋយើងដែលចង់បើកអាជីវកម្មក្នុងខេត្តបើកសាលារៀនបើក clinic បើកអាជីវកម្មឬមួយក៏ធ្វើអីមួយក៏កាន់តែប្រសើរឡើងអញ្ចឹងក៏ខ្ញុំសូមអរគុណណាស់ចំពោះការខិតខំរបស់មន្ត្រីរាជការគ្រប់ថ្នាក់ខេត្តស្រុកឃុំដែលបានជួយនៅក្នុងការពង្រឹងគ្រប់វិស័យនៅក្នុងខេត្តហើយទៅបន្តធ្វើតទៅទៀត